គាត់មកមុនគឺមានអ្នកដែលគាត់ធ្វើការខាងរោងចក្របែកជើងច្រើនគ្នាដែរអញ្ចឹងនៅពេលដែលយើងប្រើថាស្បែកជើងគឺយើងមានបែងចែកច្រើនប្រភេទទៅអត់តែអ្នកនាងមួយនៅពេលដែលយើងនិយាយថាធัวเสียស្បែកជើងគេដែរបែកជើងផ្ទាត់បាទធัวเสียហ្នឹងគឺស្បែកជើងផ្ទាត់ធัวเสียស្បែកជើងផ្ទាត់ទៅពេល运动เสียបែកជើងកីឡា对运动鞋ស្បែកជើងបែកជើងកីឡាទេធัวเสียបែកជើងផ្ទាត់运动鞋ស្បែកជើងកីឡាស្បែកជើងប៉ាតាតទៅពេលដូចស៊ីវលីងក៏មិនបែកយើងបងនារីដែលគាត់ទៅញ៉ាំការឬគាត់ទៅចូលរួមកម្មវិធីកោកិនเสียបែកជើងកែង对កោកិនเสียស្បែកជើងស្បែកជើងកែងទេស្អីក៏មានច្រើនប្រភេទជាងនឹងទៀតគេមានតុងតុងเสียគឺស្បែកជើងនៃប្រភេទក្របដែលមានហ៊ុននេះតានេះគេហៅថាតុងតុងเสีย知道吗ច្រខ្មែរគេហៅបែកជើងគេនេះតានេះបែកជើងក្រកអូននេះដែលមានក្បាលនៅខាងមុខហើយក៏មានហ៊ុនចោះហ៎គេហៅតុងតុងเสียខ្មែរគេហៅគេនេះតានេះខ្ញុំហៅបែកជើងសោកលើស្ទើតែគេផ្សេងហៅមិនអត់ដឹងឯងហើយបែកជើងសោកសមាដោយសារអឺខ្ញុំអាសាលើកគេហៅបែកជើងក្រកចឹងណាតើនេះទេបែកជើងក្រកដែលមានបាំងខាងមុខហើយបាំងខាងមុខនឹងមានប្រហោងចន្លោះនេះគេថាតុងតុងเสีย鞋底鞋底យើងบอกថាបាតស្បែកជើង鞋底鞋底បាតស្បែកជើងទីនឹងបាតដែរនេះ鞋底នឹងគឺបាតស្បែកជើងឥឡូវខ្ញុំឧទាហរណ៍មួយឥឡូវប្រើមួយផ្សេងទៀតក៏យើងប្រើប្រយោគនឹងដែរមួយដល់ថាhảiទីនៃគេដែរបាតសមុទ្របាទhảiទីនឹងបាតសមុទ្រទេទៅពេល河ទីមាត់អីនៅយ៉ាបាតទន្លេបាអីចឹងត់ដំបងទៅនៅនេះបាទទៅអញ្ចឹងគេប្រើថា河ទីតែទីហ្នឹងមួយទៀតបើយើងប្រើមួយប្រាក់ខែគេថាទីស៊ីងហ្នឹងយើងប្រើថាបាតប្រាក់ខែតែគេប្រើពាក្យគេដែរប្រាក់ខែទៀបហ្នឹងប្រាក់ខែគោល tỷ sinh tỷ nâng mà sinh nhân bộ đặc đồng bên mà giống xỉa tỷ bạc bài chướng hãy tỷ bạc sầm mót hở tỷ bạc tệ tại tỷ sinh những mấy thang cứ bạc khai cổ mấy thang cứ bạc khai mỗi đại kê cầm nọt trầm phần nâng cơ ai tiếp trần on ai tiếp chuyên năng tiết bài này tỷ sinh bạc khai cổ chẳng mấy thang mặc khai dân tờ tờ tua bằng bạc khai cổ phần nâng mong hay bộ tầng commission bạc cầm lại trường xa bộ ứng khai bay bộ ứng khai sang bộ ứng khai vào tầm miền thua ca tiền toán បូកអីទាំងអស់នឹងទៀតអីចឹងណាអញ្ចឹងទីស៊ីងគឺសំដៅលើប្រាក់ខែគោលទេអ្នកដែលគាត់ធ្វើការផ្នែក sale គឺអាសាលើថាប្រាក់ខែគោលពីច្រើនអត់សូវបានខ្ពស់ទេប៉ុន្តែគឺ commission ណាប្រាក់កម្រៃជាងសារមកគាត់គឺបានច្រើនណាស់ឲ្យតែមានភ្ញៀវទិញអីចឹងទៅតែអញ្ចឹងទីស៊ីងគឺប្រាក់ខែគោល是អញ្ចឹងគេអាសាលើកថាទីស៊ីងនេះដឹងអូគឺគាត់សំដៅលើប្រាក់ខែគោល basic salary អីចឹងទៅទេ បន្ទាប់เสียเมียนយើងមកប្រែថាផ្នែកខាងលើនៃស្បែកជើងអីចឹងណាเสียเมียนពេលប្រភេទស្បែកនៅម្ដុំគេហៅខ្មែរគេហៅអីនេះចំពោះពាក្យហ្នឹងខ្ញុំហៅថាផ្នែកខាងលើនៃស្បែកជើងអញ្ចឹងណាគេប្រើថាเสียเมียนចឹងគេមានបែងចែកបើសិនជាស្បែកជើងប៉ាតាស្បែកជើងកីឡាក៏មានបែងចែកជាเสียទីបាទស្បែកជើងเสียเมียนផ្នែកខាងលើនៃស្បែកជើងហ្នឹងហើយមួយទៀតគឺเสียតែហ្នឹងគឺខ្សែស្បែកជើងនៅខាងខនេះទេតែពីបច្ចេកទេសគឺអាចនឹងមានច្រើនជាងនឹងទៀតនេះគឺនេះខ្ញុំស្រាវជ្រាវឬក៏ខ្ញុំរៀបទៅខ្ញុំឃើញពី3ហ្នឹងវាអាសាប្រើប្រាស់ចឹងណាទេតែពេលនៅខាងក្រោមចៅស្វេនឹងខ្ញុំบอกថាកាវកាវឡើយហ្នឹងគឺសំដៅលើកាវទូទៅនេះដោយសារមានប្រភេទកាវច្រើនកាវ502កាវអឺដែលគេបិទដេគ័រប្រភេទកាវដែលគេបិទបែកជើងឯហ្នឹងគឺមានច្រើនប្រភេទពេលចៅស្វេនឹងบอกប្រែថាកាវ